របាយការណ៍ថ្មីមនុស្សជាង36,500 នាក់ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបនៅអេរ៉ង់តាមរយៈរបាយការណ៍ស៊ើបអង្កេតថ្មីមួយបានបង្ហាញថាមនុស្សជាង36,500 នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអេរ៉ង់អំឡុងពេលនៃការបង្ក្រាបយ៉ាងហិង្សារយៈពេល2ថ្ងៃលើក្រុមបាតកោប្រឆាំងរដ្ឋាភិបាលកាលពីដើមខែមករាឆ្នាំនេះយោងទៅតាមរបាយការណ៍ដែលបានស្រង់ទិន្នន័យពីឯកសារផ្ទៃក្នុងដែលបានលេចធ្លាយរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមនិងប្រភពពីក្រុមប្រឹក្សាសន្តិសុខជាតិកំពូលហើយត្រូវបានចុះផ្សាយដោយ New York Post កាលពីថ្ងៃទី25ខែមករាឆ្នាំ2026នេះថាចំនួនអ្នកស្លាប់កាលពីថ្ងៃទី8និងថ្ងៃទី9ខែមករាឆ្នាំ2026មានកម្រិតខ្ពស់ជាងការប៉ាន់ស្មាននាពេលកន្លងទៅឆ្ងាយណាស់កងកម្លាំងសន្តិសុខត្រូវបានគេរាយការណ៍ថាបានបើកការបាញ់ប្រហារលើជនស៊ីវិលដែលតវ៉ាប្រឆាំងនឹងការដួលរលំសេដ្ឋកិច្ចជាតិនិងការដឹកនាំរបស់រដ្ឋាភិបាលដោយក្នុងនោះមានជនរងគ្រោះយ៉ាងច្រើនត្រូវបានកត់ត្រានៅក្នុងទីក្រុងជាង400រួមមានទីក្រុង Ras និង Mashhad ជាដើមក្រៅពីអ្នកបាត់បង់ជីវិតអាជ្ញាធរក៏ត្រូវបានចោទប្រកាន់ថាបានសម្រុកចូលមន្ទីរពេទ្យដើម្បីចាប់ខ្លួនអ្នករបួសនិងឃាត់ខ្លួនបុគ្គលល្បីៗដើម្បីទប់ស្កាត់ទៅនឹងការរិះគន់ផងដែរទំហំនៃហិង្សានេះបានបង្កឲ្យមានការកើនឡើងយ៉ាងខ្លាំងនៃភាពតានតឹងអន្តរជាតិជាពិសេសរវាងក្រុមតេហេរ៉ង់និងទីក្រុងវ៉ាស៊ីនតោនគណៈពេលដែលរដ្ឋាភិបាលអ៊ីរ៉ង់បានទទួលស្គាល់ជាផ្លូវការនៅចំនួនអ្នកស្លាប់ត្រឹមតែមួយផ្នែកតូចនៃសហរដ្ឋអាមេរិកបានឆ្លើយតបវិញតាមរយៈការបង្កើនសម្ពាធយោធានិងសេដ្ឋកិច្ចប្រធានាធិបតីលោក Donald Trump បានបញ្ជូនក្រុមនាវាផ្ទុកយន្តហោះចម្បាំង USS Abraham Lincoln ទៅកាន់តំបន់នោះដើម្បីជាវិធានការបង្ការនិងបានគម្រាមកំហែងដាក់ពន្ធ 25% ទៅលើប្រទេសណាដែលបានបង្កធ្វើអាជីវកម្មជាមួយសាធារណរដ្ឋអ៊ីស្លាមមួយនេះរួមទាំងប្រទេសចិនផងដែរទោះជាយ៉ាងណាក៏ដោយទំហំពិតប្រាកដនៃសវនកម្មនេះនៅតែមានការលំបាកនៅក្នុងការផ្ទៀងផ្ទាត់ដោយឯករាជ្យដោយសារតែការកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិតទូទាំងប្រទេសដែលត្រូវបានអនុវត្តដោយអាជ្ញាធរអ៊ីរ៉ង់នៅពេលចាប់ផ្ដើមនៃការបង្ក្រាបនោះ